ខេត្តតាកែវមិនត្រឹមតែសម្បូរកន្លែងដើរលេងសម្បូរប្រាសាទទេសម្បូរអ្នករស់ស៊ីទៀតបងប្អូនធ្លាប់តែឃើញគេដឹកតាមលំកកញ្ចុះណាថ្ងៃនេះបានមកឃើញផ្ទាល់ហើយបងប្អូនដឹងពីរបៀបធ្វើកញ្ចុះហើយបងប្អូនដឹងអត់ថារបៀបធ្វើកញ្ចុះមួយតម្រាំទៅហើយមួយមិនមែនស្រួលទេណាបងប្អូននេះតម្រាំតែស្អាតដូចក្នុងរូងចេះបានលក់ឲ្យបងប្អូនបានឲ្យបងប្អូនយកទៅដេកកន្លែងផ្សេងអង្គុយលេងផ្សេងដាក់រមណីយដ្ឋានផ្សេងហ្នឹងគឺមិនស្រួលទេបងប្អូនឥឡូវយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាមើលដែលដំបូងឡើយហ្នឹងគេត្រូវយកអាស័យយកទៅកាត់សិនបងប្អូនកាត់ហើយគេត្រូវរំលីងខាត់វាឲ្យស្អាតហើយវាស់ម៉ែត្រអីត្រឹមត្រូវណាវាស់ម៉ែត្រត្រឹមត្រូវហើយបានគេយកទៅខួងហើយការខួងយើងត្រូវប្រើម៉ាស៊ីនបងប្អូនដើម្បីលឿនហើយនឹងសុវត្ថិភាពទាំងអស់គ្នាហើយបន្ទាប់ពីខួងហើយយើងត្រូវខាត់រំលីងអាកន្លែងយើងខួងឲ្យរឿងស្អាតបន្តិចកុំឲ្យវាមុតដៃមុតជើងណាបងប្អូនទាំងអស់គ្នាណាមួយកុំឲ្យមានអាគ្រើមជាប់សសអញ្ចឹងមើលទៅយើងអត់ស្អាតអញ្ចឹងគាត់ធ្វើនេះគឺធ្វើចិត្តចង់ធ្វើឲ្យស្អាតតែម្ដងបន្ទាប់មកគេយកអាស័យតូចហ្នឹងយកទៅសូកបងប្អូនសូកហ្នឹងដើម្បីយើងដាក់ដបូស្បូវពីលើណាហើយគេបាញ់វិសបាញ់ឲ្យលឿនមែនតើហើយក៏បានលើកចាប់ជាក្រងមួយបងប្អូននេះគឺជាក្រងរបស់កញ្ចុះនឹងឯងយើងនៅតែប្រក់ស្បូវប្រក់អីដាក់ដបូពីលើទៀតគឺបានកញ្ចុះមួយហើយបន្ទាប់មកពួកគាត់ចាប់ដើមចាប់អានៀបបងប្អូនចាប់អានៀបជុំវិញគេហៅថារបាំងយើងអង្គុយណាហើយខ្ញុំបានទៅមើលពួកគាត់ផ្ទាល់អញ្ចឹងមកដឹងបងប្អូនហើយគាត់ធ្វើផ្ចិតផ្ចង់ធ្វើមួយមិនមែនស្រួលទេសុទ្ធតែបត់ពិសោធន៍រាប់ឆ្នាំតាមខ្ញុំសួរគាត់ទៅគឺបត់ពិសោធន៍5 6 7ឆ្នាំហើយដូចមេជាងផ្ទាល់គាត់បត់ពិសោធន៍7ឆ្នាំហើយបងប្អូនបានគាត់ធ្វើលះបែបហ្នឹងណាហើយក្នុងមួយថ្ងៃគាត់អាចធ្វើបានកញ្ចុះមួយទេជួនកាល2ថ្ងៃមួយទេគឺដើម្បីផ្ដោតទៅលើគុណភាពនិងភាពរឹងមាំនៃកញ្ចុះរបស់គាត់នឹងឯងហើយជាពិសេសបន្ទាប់ពីចេញរូបរាងហើយពួកគាត់ត្រូវខាត់ឲ្យរលោងឲ្យស្អាតតែម្ដងដើម្បីធានាថាកុំឲ្យមានការមុតដៃមុតអីឬក៏គ្រើមអញ្ចឹងណាបងប្អូនបន្ទាប់មកបានគាត់បាញ់ថ្នាំហើយមើលតើការបាញ់ថ្នាំទៅបងប្អូនគឺគាត់បាញ់ថ្នាំដើម្បីឲ្យមានភាពភ្លឺរលោងនិងថ្មីរបស់កញ្ចុះយើងហើយបងប្អូនមិនបាច់ភ័យថាយកទៅមានសត្វមានអីទេបងប្អូនដោយសារគាត់មានទឹកថ្នាំដើម្បីបាញ់ការពារសត្វល្អិតក៏ដូចជាមេស៊ីនឹងហើយបងប្អូនហើយនេះគឺជាគល់ឫស្សីសម្រាប់យើងធ្វើក្រងណាវាសុទ្ធតែជាឫស្សីព្រៃដែលនាំចូលពីខេត្តត្បូងឃ្មុំផ្ទាល់តែម្ដងគឺនាំចូលនៅក្នុងស្រុកទេហើយបើស្បូវគាត់យកមកពីខេត្តកំពង់ស្ពឺរីឯរនាបឫស្សីតូចគឺគាត់យកមកពីខេត្តកំពតផ្ទាល់តែម្ដងបងប្អូនអញ្ចឹងសិតតែផលិតផលក្នុងស្រុកយើងនឹងឯងអញ្ចឹងអ្នកស្រុកបាទីបាទអ្នកខេត្តតាកែវស្រុកស្អាងអីហ្នឹងត្រូវការកញ្ចុះអីផ្សេងកុំភ្លេចតាក់ទងគាត់បានតែគាត់ធានានៅទំនុកចិត្តនិងសុវត្ថិភាពផ្ទាល់តែម្ដងដែលមានជាងជំនាញរហូតទៅដល់6 7ឆ្នាំបងប្អូនហើយតម្រាំទៅបានកញ្ចុះមួយនេះគឺដំណាក់កាលដូចបងប្អូនបានឃើញហើយគឺច្រើនមែនតើហើយជាពិសេសនេះគឺគាត់ free តុក2បងប្អូនតុកទី1នេះសម្រាប់ញ៉ាំបាយជុំគ្នាហើយអាតុកទី2នេះគឺតុកដាក់កម្រាលជើងឬក៏យើងសម្រាប់ជន់ឡើងអញ្ចឹងណាហើយបងប្អូនអាចចងរឹងចងអីនៅលើកញ្ចុះនឹងបានយកទៅគឺ relax មែនតើហើយជាពិសេសបងប្អូនកុំភ័យព្រួយថាអត់មានអ្នកដឹកទៅបងប្អូនទិញកំងកន្លែងគាត់នេះគាត់ដឹកឲ្យតែម្ដងមិនថាខេត្តជិតខេត្តឆ្ងាយគាត់ដឹកឲ្យទូទាំង25ខេត្តក្រុងណាគឺពិសេសមែនតើគាត់ដឹកតាមលំកក៏បានដឹកតាមឡានក៏បានទៅដល់ទីកន្លែងបងប្អូនហើយបើកន្លែងបងប្អូនចង្អៀតគាត់អាចដឹកជាក្រងទៅដើម្បីយកទៅដំឡើងនៅគេហដ្ឋានបងប្អូនផ្ទាល់តែម្ដងហើយសម្រាប់តម្លៃវិញគឺគាត់មានចាប់ពីតម្លៃ1 លានរៀលរហូតដល់2 លានរៀលតាមទំហំនិងតាមម៉ូដដែលបងប្អូនត្រូវការហើយបងប្អូនក៏អាចកំងតាមម៉ូដដែលបងប្អូនស្រឡាញ់បានដែរបងប្អូនហ្នឹងហើយឆាតសួរគាត់ឬក៏ខលសួរគាត់នឹងប្រាប់ពីម៉ូដនិងផ្ញើរូបភាពម៉ូដឲ្យបងប្អូនមើលហើយឬក៏ចង់កំងជាកូនផ្ទះអញ្ចេះមួយក៏បានដែរបងប្អូនដាក់នៅស្រែចម្ការដាក់នៅមុខផ្ទះចង់គេងម្នាក់ឯងបែបស្ងប់ស្ងាត់រីលិចយប់ឡើងអីអូលយមែនតែម្ដងណាបងប្អូនហ្នឹងហើយកំងម៉ូដនេះក៏បានមើលដែរបានផ្ទះប៉ុណ្នេះមួយហើយខ្ញុំគេងម្នាក់ឯងមានព្រួយបារម្ភអីទេឬក៏បងប្អូនមានអាហារដ្ឋានហាងកាហ្វេ KTV ដីឡូអីណែអាចកំងដាក់អញ្ចេះបានគឺលយមែនតែនបងប្អូនតម្លៃធូរថ្លៃមែនតែនគាត់ដឹកឲ្យដល់កន្លែងតម្លើងឲ្យដល់កន្លែងតាក់ទងគាត់បានតាមលេខទូរស័ព្ទនៅក្នុង comment ខាងក្រោមអរគុណបងប្អូនបើបានមើលដល់ចប់មេត្តា share មួយផងគាំទ្រផលិតផលខ្មែរទាំងអស់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយ